បាទជំរាបសួរបងប្អូនទស្សនិកជនជាទីគោរពបាទថ្ងៃនេះយើងយកមកជួបគ្នាទៀតហើយពីក្នុងកម្មវិធីកែលម្អសង្គមឬក៏ត្រូវតែដឹងបាទកម្មវិធីនេះយើងនឹងធ្វើឡើងជារៀងរាល់ព្រឹកបាទចាប់ពីម៉ោង6 កន្លះទៅដល់ម៉ោង8បាទដោយសារថ្ងៃនេះយើងមានការអនុវត្តបន្តិចអញ្ចឹងយើងមានការយឺតយ៉ាវបន្តិចបាទសូមអភ័យទោសដល់បងប្អូនទស្សនិកជនផងបាទថ្ងៃនេះពួករូបខ្ញុំនិងលោកយីចន្ទរានិងលោកឈិរាបាទនឹងចូលមកដើម្បីជម្រាបជូននៅព័ត៌មានមួយចំនួនទៀតបាទអញ្ចឹងលោកចន្ទរាសូមលើកព័ត៌មានដើម្បីជូនដល់បងប្អូនទស្សនិកជនយើងបាទជម្រាបសួរទូរទស្សនិកជនទីមេត្រីបាទនៅក្នុងព្រឹកនេះដែរគឺខ្ញុំសូមលើកយករឿងមួយដែរដែលទាក់ទងជាមួយនឹងខេត្តឧត្តរមានជ័យបាទគឺលោកសុករងបាទសុករងមេ PM រងស្រុកត្រពាំងប្រាសាទផាក់ស៊ីស្រវឹងបាញ់បោះសេរីផ្អើលទាំងកណ្ដាលរាត្រីបាទនេះជារឿងបើការបាញ់បោះបាទមេបញ្ជាការរង PM ប្រចាំស្រុកត្រពាំងប្រាសាទម្នាក់ត្រូវបានគេស្គាល់ឈ្មោះសុករងបាទផាក់ស្រាស្រវឹងធ្លាក់ភ្នែកបាញ់លេងទាំងកណ្ដាលរាត្រីធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះចំណែកលោកពុទ្ធសារ៉ាន់បាទមេបញ្ជាការ PM ខេត្តហាក់បីដូចធ្វើជាមិនដឹងព្រោះត្រូវជាសាច់ញាតិបាទនោះបើតាមឲ្យមានការដឹងពីមន្ត្រី PM មួយរូបដោយសូមមិនបញ្ចេញឈ្មោះប្រចាំខេត្តត្រពាំងប្រាសាទបាទយោងតាមប្រភពព័ត៌មានពីអ្នកស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យបាទបានរាយការណ៍ពីម្សិលមិញនៅវេលាម៉ោង 11:30 នាទីបាទឆ្នាំ 2014 គឺលោកសុសរងមេបញ្ជាការរង PM ស្រុកត្រពាំងប្រាសាទបានជួបជុំមិត្តភ័ក្តិនៅក្នុងស្រុកអន្លង់វែង 4-5 នាក់ផឹកស៊ីសប្បាយសើចក្អាកក្អាយនិយាយដើមស្រីការ៉ាអូខេថាប្រដាប់នាងនោះតូចប្រដាប់នាងនោះធំបាទតាំងពីល្ងាចហើយទាំងថតរូបផឹកស៊ីបង្ហោះតាមសង្គម Facebook ផងទៀតផងបាទប្រពន្ធដដែលបន្តទៀតថាមិនដឹងជាមូលហេតុអ្វីលុះមកដល់វេលាម៉ោង 11:30 នាទីស្រាប់តែលោកសុសរងបាទបានបើករថយន្តទៅដល់រង្វង់មូលស្រុកត្រពាំងប្រាសាទក៏ដកយកកំភ្លើងបាញ់បណ្ដាលឲ្យប្រជាពលរដ្ឋរស់នៅជុំវិញនោះមានការភ្ញាក់ផ្អើលនិងភ័យខ្លាចយ៉ាងខ្លាំងស្មានថាចោរប្លន់ប្រដាប់អាវុធបាទប្រពន្ធបន្ថែមថាបន្ទាប់ពីការបាញ់កំភ្លើងខាងលើគេមិនឃើញមានសមត្ថកិច្ចឬអាជ្ញាធរដែនដីណាអើពើនឹងធ្វើដឹងឮនោះទេបាទព្រោះថាលោកសុសរងនេះជាមនុស្សកាចសាហាវព្រៃផ្សៃជាងពលពតទៀតបាទហើយមានខ្នងបង្អែកជានាយ PM ម្នាក់នៅក្នុងស្រុកអន្លង់វែងចាំជួយដោះស្រាយរាល់អំពើល្មើសច្បាប់និងកំហុសឆ្គងផ្សេងទៀតផងបាទបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច2-3 នាក់នៅស្រុកអន្លង់វែងបានដឹងថាបន្ទាប់ពីលោកសុសរងមានរឿងអាស្រូវខាងលើលោកសុសរងបានពឹងពាក់នាយ PM ម្នាក់នៅស្រុកអន្លង់វែងឲ្យជួយបិទរឿងមិនឲ្យលេចឮដល់នាយឧត្តមសេនីយ៍សៅសុខាព្រោះខ្លាចបាត់បង់តំណែងបាទនៅរសៀលថ្ងៃទី 10 ម្សិលមិញបាទថ្ងៃទី 10 បាទអ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទទៅជាច្រើនដងសុំការបំភ្លឺពីលោកសុសរងតែទូរស័ព្ទរោគ្មានអ្នកទទួលបាទអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោកពុទ្ធសារ៉ាន់បាទមេបញ្ជាការ PM ខេត្តឧត្តរមានជ័យដើម្បីសុំការបំភ្លឺករណីលោកសុសរងផឹកស៊ីស្រវឹងបាញ់បោះសេរីដោយលោកទូរស័ព្ទហើយឆ្លើយថាជាប់រវល់បិទទូរស័ព្ទបាត់ទៅបាទអ្នកយកព័ត៌មានយើងក៏បានរាយការណ៍ករណីខាងលើនេះតាមទូរស័ព្ទបាទនាយឧត្តមសេនីយ៍សៅសុខាផងដែរបាទហើយលោកមានប្រសាសន៍ថាចាំឲ្យគេស៊ើបអង្កេតពីបញ្ហាខាងលើនោះបាទគួររំលឹកផងដែរថានៅខេត្តឧត្តរមានជ័យតែងតែមាន PM មួយចំនួនមិនគោរពតួនាទីរបស់ខ្លួនដូចជាកាលឆ្នាំ2013មេ PM ស្នាក់ការសន្តិសុខ 240
206 ឈ្មោះសូវិបុលរកស៊ីដឹកឈើខុសច្បាប់បាននាំបពពួកជិត10នាក់ប្រើអំពើហិង្សាលើហាងលើចាងវាងកាសែតបាទកម្ពុជាសវណ្ណភូមិដែលតាមថតរូបរថយន្តដឹកឈើរបស់ពួកខ្លួនបាទហើយនៅពេលថ្មីនេះមានសេចក្តីរាយការណ៍ថ្មីមួយទៀតថាគឺលោកសូវិបុលផាក់ស៊ីស្រវឹងបានវាយដំប្រជាពលរដ្ឋដែលនៅចំណុចភូមិតាសំឃុំអូស្វាយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យបាទតែបន្ទាប់ពីមានរឿងលោកសូវិបុលក៏បានរត់ការបិទរឿងអាស្រូវនេះមិនឲ្យថ្នាក់លើដឹងបាទលោកថ្លុងរ៉េតចាងវាងកាសែតកម្ពុជាសវណ្ណភូមិបានប្រាប់នគរធំបានប្រាប់អមចេដឹងថាបាទនៅព្រឹកថ្ងៃទី13ខែកក្កដាឆ្នាំ2014នៅវេលាម៉ោងប្រមាណជា 10:45 នាទីថាការបពពួករបស់លោកសូវិបុលប្រើអំពើមកលើរូបលោកនោះលោកពុំបានដាក់ពាក្យបណ្ដឹងទៅតុលាការទេដោយលោកសូវិបុលសូមបង្វល់ថាខ្លួនស្រវឹងបាត់បង់ស្មារតីដោយលោកសូវិបុលសូមបង់លុយចំនួន$200ថ្លៃថ្នាំពេទ្យបាទតែរហូតពេលនេះលោកសូវិបុលឲ្យលុយលោកបានតែ$100តែប៉ុណ្ណោះឯ$100ទៀតសន្យាថ្ងៃនេះថ្ងៃនោះរហូតលេងលើកទូរស័ព្ទរបស់លោកទៀតទៅបាទលោកថ្លុងរ៉េតបន្តទៀតថាលោកនឹងផ្ញើលុយ$100ឲ្យលោកសូវិបុលវិញហើយលោកនឹងដាក់ពាក្យបណ្ដឹងទៅតុលាការតាមផ្លូវច្បាប់ព្រោះលោកសូវិបុលក្បត់ពាក្យសន្យាលោករ៉េតបញ្ជាក់ថាលោកមានរូបភាពមានសាក្សីគ្រប់គ្រាន់ក្នុងការដាក់ពាក្យបណ្ដឹងរោគយុត្តិធម៌តាមផ្លូវច្បាប់បាទព័ត៌មាននេះគឺដោយលោកទេវិបុលបាទជំរាបសួរបងប្អូនទស្សនិកជនបាទនេះជារឿងមួយដែលកើតហេតុនៅខេត្តឧត្តរមានជ័យបាទដោយមន្ត្រីខាងរាជអាវុធហត្ថប្រចាំខេត្តនៅឧត្តរមានជ័យហ្នឹងបាទដោយគាត់ជាមានតួនាទីជាមេបញ្ជាការរងណាបាទមេបញ្ជាការរង PM នៅខេត្តឧត្តរមានជ័យតែម្ដងបាទលោកបានស្រវឹងហើយបានបាញ់បោះនៅពេលរាត្រីហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងភ្ញាក់ផ្អើលថាស្មានមានហេតុការណ៍អីឬក៏មានគេហៅថាចរកម្មឬក៏មានការប្លន់អីនៅពេលនោះបាទតែផ្ទុយទៅវិញគឺលោកវិបុលបាទលោកស៊ូរងណាបាទស៊ូរងបាទលោកស៊ូរងបាទផ្ទុយទៅវិញគឺលោកស៊ូរងគាត់ស្រវឹងនេះព្រោះគាត់ផឹកស៊ីតាំងថ្ងៃមករហូតដល់ពេលនេះគាត់យប់ឡើងគាត់ស្រវឹងគាត់សាក់មើលទៅប្រហែលជាគាត់ខានបាញ់យូរបាទចង់សាក់តំណងគាត់មើលអញ្ចឹងគាត់បាញ់លេងអញ្ចឹងទៅបាទនឹងលេងអញ្ចឹងបាទអញ្ចឹងខ្ញុំសង្ឃឹមថាការលេងរបស់គាត់នេះខាងថ្នាក់លើជាពិសេសអាដាមស្នេហ៍កាយមាស4គាត់អាដាមនឹងជាភ័យនឹងយល់ហើយពីបញ្ហាហ្នឹងប្រហែលជាអាដាមមិនទុកឲ្យជនណាដែលប្រព្រឹត្តនៅអំពើខុសឆ្គងហើយបានធ្វើឲ្យបងអស់បន្តាប់បើថាបងអស់បង្អាប់ណាបាទបងអស់បង្អាប់កិត្តិយសអង្គភាពខ្ញុំគិតថាអាដាមអត់គាត់មិនទុកស្ងៀមទេគឺអាដាមនឹងមានសកម្មភាពដើម្បីអញ្ជើញលោកស៊ូរងដើម្បីមកណែនាំឬក៏ធ្វើតាមបទបញ្ជាផ្ទៃក្នុងនៃរាជអាវុធហត្ថណាបាទហើយបើសិនជាគាត់ជាមន្ត្រីហើយស្រាប់តែមន្ត្រីខាងរាជអាវុធហត្ថហើយស្រាប់គាត់អនុវត្តទៅរបៀបអញ្ចឹងទៀតអាហ្នឹងវាមិនដឹងថាអ្នកណាដែលត្រូវគោរពច្បាប់តាមគាត់ទេបាទអញ្ចឹងបើគាត់ផឹកស៊ីបាញ់បោះអញ្ចឹងគេផ្សេងផឹកស៊ីបាញ់បោះបានដែរបាទបាញ់លេងគឺគាត់យ៉ាងដែរទៅបាទអញ្ចឹងមានន័យថារឿងនេះគឺខ្ញុំសង្ឃឹមថាថ្នាក់លើនៃของរាជអាវុធហត្ថជាពិសេសអាដាមគាត់នឹងចាត់ជាការទៅតាមផ្លូវច្បាប់ហើយគឺការអាចគាត់ម្នាក់នេះអាចធ្វើឲ្យខូច
ឈ្មោះអង្គភាពបាទព្រោះខាងរាជវុធនេះយើងតែងតែឮហើយគឺគាត់បានគេថាមានបទបញ្ជាផ្ទៃក្នុងច្បាស់លាស់មានច្បាប់ច្បាស់លាស់បាទដាក់បញ្ញត្តិច្បាស់លាស់ទៅលើមន្ត្រីដែលប្រព្រឹត្តខុសបាទហើយយើងឃើញហើយនៅពេលដែលមានរឿងអីក៏ដោយក៏មិនថាយ៉ាងណាទេដូចជាត្រឹមតែគ្រោះថ្នាក់ចរាចរណ៍ក៏ខាងរាជវុធក៏មិនអនុគ្រោះគ្នាដែរយកមកសាកសួរមកអីត្រឹមត្រូវដែរបានរសខ្មៅឃើញបាននេះបានដោះស្រាយទៅតាមផ្លូវច្បាប់ប៉ុន្តែបើសិនជាក្នុងលក្ខណៈការបាញ់បោះឲ្យតែមានអ្នកកសែតរហូតដល់មានគម្រាមរហូតដល់អ្នកកសែតមានគម្រាមរហូតដល់អ្នកសារព័ត៌មានយើងហ្នឹងហើយរហូតដល់មានគេថាប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានហើយរហូតដល់ជាសន្យាឲ្យថវិកាតែផ្ទុយទៅវិញគឺมันបានទៅតាមកំណត់ហើយតាមលោកខ្លងរ៉េតណាបាទលោកខ្លងរ៉េតគាត់ថាបើយ៉ាងម៉េចគាត់ផ្ញើលុយ$100ទៅជូនទៅលោកលោកនេះវិញលោកសូវិបុលលោកសូវិបុលនេះជារឿងមួយផ្សេងបាទនេះសំទោសបាទលោកសូវិបុលបាទក៏ដោយគាត់ថាមានបញ្ហាជាមួយគាត់ដល់អញ្ចឹងគាត់ថាគាត់នឹកឃើញអនុគ្រោះឲ្យតែចុងក្រោយការសន្យាហ្នឹងគឺអត់ធ្វើតាមបាទអត់គោរពតាមអញ្ចឹងគាត់នឹងដាក់ពាក្យមិនដឹងទៅលើលោកសូវិបុលបាទលោកនេះគឺជាពេលដែលលោកខ្លងរ៉េនេះគឺជាចាមវាយកសែតគឺជារឿងកាលពី2013បាទតែនៅក្នុងទឹកដីនៅក្នុងខេត្តឧត្តរមានជ័យដូចគ្នាបាទនេះដែលជាគ្រាន់តែគេលើកឡើងថាPM ដែលថាខាងកងរាជអាវុធហត្ថចំនួន2រូបហើយដែលបានបោះឲ្យធ្វើអំពើគេហៅថាអនាធិបតេយ្យហើយដូចគ្មានអន្តរាគមន៍ពីខាងថ្នាក់លើនោះបាទនេះគឺជារឿង2តែគេយកមកដើម្បីបាទប្រៀបធៀបហើយគេនឹងឲ្យបងប្អូនទស្សនិកជនដឹងថារឿង2នេះគឺនៅក្នុងខេត្តឧត្តរមានជ័យបាទតែសកម្មភាពទាំងអស់នោះគឺមិនទាន់មានការអន្តរាគមន៍ណាមួយដើម្បីធ្វើឲ្យប្រជាពលរដ្ឋឬក៏បងប្អូនដែលរស់នៅតំបន់នោះគាត់មានសេចក្តីថាកក់ក្ដៅហើយជាមួយនឹងចង់ឃើញនិងចង់ដឹងអំពីការដាក់វិធានការយ៉ាងម៉េចចំពោះដែលPM លោកកងរាជអាវុធហត្ថដែលគាត់បានប្រព្រឹត្តអំពើខុសនេះបាទអញ្ចឹងគឺនេះជារឿង2ដែលខាងអ្នកយកព័ត៌មានមកយើងបានយកមកជូនបាទហើយនេះក៏គឺជាការចង់ដឹងហើយគឺការចង់ឃើញថាតើមានការអនុវត្តយ៉ាងម៉េចចំពោះអ្នកដែលគាត់និយាយថាយកអាវុធមកលេងសើចហើយមកធ្វើឲ្យមានបង្កនៃភាពភ័យខ្លាចជូនដល់ប្រជាជននិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបាទនេះជារឿងមួយបងប្អូនបាទជាព័ត៌មានមួយដែលកើតហេតុនៅខេត្តឧត្តរមានជ័យហើយការកើតហេតុនេះក៏ជារបស់ការរឿងអ្នកបង្កហេតុគឺមន្ត្រីខាងផ្នែករាជអាវុធហត្ថបាទនេះជារឿងមួយបាទអញ្ចឹងពេលនេះសូមបាទទាំង3នាក់សូមសម្រាប់ផ្លេចសិនហើយសូមបងប្អូនទស្សនិកជនសូមមេត្តាគោរពផ្លូវជាតិទាំងអស់គ្នាបាទ